Ok, hello YouTube bà bong ổn dưỡng bà thằng yêu mình van la sai thứ mấy. Ok, chẳng videoនេះខ្ញុំនៅបង្ហាញបងប្អូនរបៀប register ជាមួយនឹង Univer Pro. អូខេអញ្ចឹងពាក់ព័ន្ធទៅនឹង Univer Pro នេះគឺជា website ឬក៏ក្រុមហ៊ុនមួយពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា AI ដែលធ្វើការជួញដូរនៅលើ Web3 អញ្ចឹងណាអញ្ចឹងសម្រាប់បងប្អូនយើងដែលធ្លាប់ខាតបង់ជាមួយ Web3 បាទបងប្អូនអាចងាកមកប្រើ Univer Pro ឬក៏សិក្សាជាមួយ Univer Pro បានពាក់ព័ន្ធទៅនឹង Univer Pro នេះគឺអាចនិយាយបានថាពាក់ព័ន្ធទៅនឹង AI នេះគឺគេឲ្យយើងប្រើព្រីទេយើងមិនមែនទិញទេណាបងប្អូនហ្នឹងហើយអូខេហើយពាក់ព័ន្ធទៅនឹងការ trade ទៀតសោតនៅលើ Web3 គឺគេ take profit ឲ្យចន្លោះពី10ទៅ20%ក្នុងរយៈពេល1ខែអាចនិយាយបានថាវាតិចប៉ុន្តែយើងដឹងតែបានណាបងប្អូនហ្នឹងហើយអញ្ចឹងពាក់ព័ន្ធទៅនឹងបងប្អូនដែលធ្លាប់លេង Web3 ដឹងស្រាប់ហើយ Web3 អាចនិយាយបានថាកាត់នៅលើ Web3 ដូច7 ពេកចឹងបងប្អូនហ្នឹងហើយអញ្ចឹងនៅក្នុងហ្នឹងបើសិនជាបងប្អូនធ្លាប់បរាជ័យជាមួយវាច្រើនអាចងាកមកសិក្សាទាំងអស់គ្នាបានអូខេអរគុណច្រើនអញ្ចឹងកុំឲ្យចំណាយពេលវេលាច្រើនយើងចូលទៅ register ទាំងអស់គ្នាអញ្ចឹងកន្លែងចំណុចទី1នេះគឺយើងដាក់ username របស់យើងមកបងប្អូនអូខេឧទាហរណ៍ខ្ញុំឈ្មោះវ៉ាន់ដាអញ្ចឹងខ្ញុំដាក់ថាបងវ៉ាន់ដាអញ្ចឹងណាអូខេបន្តមកទៀតយើងចុចខាងក្រោមនេះមកបើដើម្បីរើប្រទេសបន្តមកយើងវាយថា cam បាទអញ្ចឹងមកចេញ Cambodia មកហើយអញ្ចឹងយើងចុចលើ Cambodia មកបន្តមកកន្លែងនេះយើងដាក់ Gmail របស់យើងអូខេបន្ទាប់ពីយើងដាក់ Gmail រួចហើយបងប្អូនអាចចុច get code ឲ្យហើយមកបាទបន្តមកទៀតបងប្អូនដាក់ password បងប្អូនដាក់លេខ strong ណាបាទគឺមានលេខអក្សរតូចនិងអក្សរធំនិងនិមិត្តសញ្ញាគឺ strong ណាបាទអូខេបន្ទាប់ពីបងប្អូនដាក់ password ខាងលើហើយខាងក្រោមដូចគ្នាហើយអ្វីដែលបងប្អូនត្រូវទៅយកគឺយើងទៅយក code ដែលបាទដែលយើងបានចុច get code មុនហ្នឹងនៅក្នុង Gmail របស់យើងបាទអញ្ចឹងបន្ទាប់ពីបងប្អូនចូលទៅយកលេខ code ហើយបងប្អូនគ្រាន់តែវាយនៅក្នុង column នេះមកបាទឧទាហរណ៍ថាបាទនេះខ្ញុំឧទាហរណ៍ទេដោយសារខ្ញុំ register ហើយឧទាហរណ៍ថាលេខ code ប៉ុណ្ណឹងបន្តមកទៀតបងប្អូនគ្រាន់តែចុច register ទៅគឺរួចជាការស្រេចបន្តមកទៀតយើងនឹងទទួលបានUniver Pro មួយអញ្ចឹងបើសិនជាបងប្អូនចង់បាន app វាគ្រាន់តែបងប្អូនចុច home screen មកបាទអញ្ចឹង browser មួយនេះពាក់ព័ន្ធទៅនឹងជ្រោមអីគឺបងប្អូននឹងស្រាប់ហើយកន្លែង home screen អញ្ចឹង browser នេះយើងអាចចុចកន្លែង home screen វាមកវានឹងចេញមកលក្ខណៈ app ហើយណាអូខេអរគុណច្រើនបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនយើងនឹងយល់ទាំងអស់គ្នាបើសិនជាមានចម្ងល់អីអាច comment នៅក្រោមវីដេអូឬក៏ឆាតមកខ្ញុំដោយផ្ទាល់បានអូខេអរគុណច្រើនបាទបាយបាយជម្រាបលាចាំជួបគ្នាវីដេអូក្រោយបាទបាយបាយ